ធ្លាប់ដេកទាល់ដីធំក្លិនពណ៌ជ្រាំអនុស្សាវរីយ៍គ្វាលគោក្របីហើយលើពេលនេះមកដល់ដីក្រុងដែលស៊ីវិល័យខំដេញតាមចាប់បំពេញបំណងនៅក្តីស្រមៃទឹកដីស្ទឹងត្រែងកន្លែងដែលខ្ញុំធ្លាប់ដេកទាល់ដីធំក្លិនពណ៌ជ្រាំអនុស្សាវរីយ៍គ្វាលគោក្របីហើយលើពេលនេះមកដល់ដីក្រុងដែលស៊ីវិល័យខំដេញតាមចាប់បំពេញបំណងនៅក្តីស្រមៃធ្លាប់ដើរកាត់ដណ្ដើរវាស្រែស្មីខ្សែគោលើស្មាខាងឆ្វេងកាប់ដើមឫស្សីធ្វើជាកំភ្លោះមិនចូលចិត្តឆ្លោះខ្ញុំដឹងតែលេងនេះហើយជីវិតអ្នកនៅជនបទទោះបីក្រខ្សត់លំបាកប៉ុណ្ណាខំប្រឹងតស៊ូដើម្បីក្រពះព្រលឹមថ្ងៃរះចេញទៅធ្វើការតែពេលនេះខ្ញុំធំមានរឿងជាច្រើនដែលត្រូវដោះស្រាយមានទាំងអ្នកស្រឡាញ់មានទាំងអ្នកស្អប់ចាំសើចក្អាកខាយចង់តែចាំមាត់មកដៃពួកអាសត្វចៃចេញទៅឲ្យឆ្ងាយចង់មកយានអាវកាសឲ្យពួកអានេះទៅនៅភពកាយចង់សប្បាយជាមួយនឹងភ្លេងគិតឯងខ្ញុំគិតខុសពីគេមិនចេះងាករេទៅតាមសំលេងចង់បិចគឺជាគោលដៅក្រដាសសខ្មៅខ្ញុំផាត់ហ្វលេងពាក់ត្រឹមខោអាវចូលជុះតែខ្ញុំអាចអត់ពួកឯងពុំវែងជួមកដល់ក្រុងចិត្តចង់ធ្វើតារាចង់ជោគជ័យមានលុយទៅវណ្ណដាជួយទៅលើឡានស្រីហៅតាប៉ាប៉ាទេបងវ៉ាន់ធីបងទើបមកពីណាដល់ផ្ទះរាប់លុយធ្វើការលែងបទុយពេលដែលចេញក្រៅខ្ញុំដឹងតែតនុយរឹងដូចដៃក្លឹមទៅជើបេខ្ញុំអ្នកស្រែតែមិនមុំវិញខំប្រឹងរ៉េបលេងគេថាខ្ញុំនៅបែកឆ្វេងអាខ្លាល្ងងភ្លើធ្វើចរិតបចៅខំមានរឿងតិចតួចវាកែសំណងហៅគ្នាជួបជុំជំរុំជំរះរាប់អានពាន់នេះអាប់មកដល់អ្នកផ្ទះទឹកដីស្ទឹងត្រែងកន្លែងដែលខ្ញុំធ្លាប់ដេកទាល់ដីធំក្លិនពណ៌ជ្រាំអនុស្សា